four ways that we can pronounce the letter G. G sound ch, 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 like letter J sound. 2. G sound G, G, G. 3. G sound ng, ng, ng. 4. G silent when G and GM អូខេអញ្ចឹងបងប្អូនចង់ដឹងថានៅពេលណាមានសម្លេងបែបហ្នឹងយើងចូលទៅក្នុងមេរៀនពេញមានទាំងឧទាហរណ៍មានទាំងកន្លែងចំណាំទាំងអស់គ្នាអូខេ The first G sound ch 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 like letter J sound អញ្ចឹងនេះគឺជាសម្លេងទី1 G sound ch ch អញ្ចឹងមកមើល G sound ch នៅពេលដែល G បូកជាមួយនឹង E G បូកជាមួយនឹង I G បូកជាមួយនឹង Y អាកន្លែងហ្នឹងហើយដែលជាចំណុចសំខាន់ខ្លាំងមែនតើបងប្អូន G បូកជាមួយនឹង E G បូកជាមួយនឹង I G បូកជាមួយនឹង Y G មានសំឡេង ch ch like letter J sound ចឹងមកមើល G បូកជាមួយនឹង E ឧទាហរណ៍ example នេះ GE ឃើញទេឃើញ GE ឯង word ក្រហមហ្នឹងគឺកន្លែងហ្នឹងឯងដែលមានសំឡេងខាងលើហ្នឹងអញ្ចឹង general អញ្ចឹង j s n general chin age generalman rage hage stage អញ្ចឹងសំឡេងគឺ j sound អញ្ចឹងមកមើលកន្លែង exception នេះget អញ្ចឹងយើងអត់អានថា jet ទេកន្លែងនេះបងប្អូនមើលហើយ jet អត់ទេគឺយើងអានថា g កន្លែងនេះសំឡេង g s t get tiger and together អញ្ចឹងកន្លែងនេះគឺជា exception ករណីលើកលែងគឺវាមានសំឡេង g អញ្ចឹងឥឡូវមកមើលមួយទៀត G បូកជាមួយនឹង I មានសំឡេងចេះដែរ example ឧទាហរណ៍ magic អញ្ចឹងគឺមានសំឡេងចេះ magic margin logic and region strategic អញ្ចឹងមកមើលកន្លែង exception ទៀត exception ករណីលើកលែងឧទាហរណ៍នេះគឺ girl អញ្ចឹងយើងអត់អានថាជើលទេគឺ girl and give ចំណាំទៅបងប្អូនយើងរៀន IPA ឲ្យបានច្រើនយើងចេះកាន់តែច្រើនស្គាល់សំឡេងឲ្យច្បាស់ថានៅពេលណាវាមានសំឡេងបែបនេះគឺងាយស្រួលហ្មងឃើញចំណាំហ្មងឃើញចេះហ្មងឥឡូវមកមើលមួយទៀត G បូកជាមួយនឹង Y មានសំឡេងចេះដែរ example ឧទាហរណ៍នៅក្នុងពាក្យ energy apology age gym biology and ecology geology prodigy អញ្ចឹងមកមើលកន្លែងនេះគឺករណី exception ករណីលើកលែងអញ្ចឹងករណីលើកលែងមានន័យថាវាមិនមែនសំឡេង G ទេវាមិនមែនសំឡេងចេះទេកន្លែងនេះគឺមានសំឡេង g អញ្ចឹង aggy អញ្ចឹងកន្លែងនេះគឺ aggy យើងអានថា aggy soggy and doggy អញ្ចឹងនៅពេលដែល G នៅជាមួយគ្នា2ដងទោះវាបីជាវាមាន Y នេះក៏វាមានសំឡេង g
g ដែរ exception បងប្អូនអញ្ចឹងសំឡេងទី1របស់ e គឺត្រូវបានបញ្ចប់ជារួមយើងចំណាំថា g បូកជាមួយនឹង i g បូកជាមួយនឹង y g បូកជាមួយនឹង e មានសំឡេង ch sound អូខេអញ្ចឹងនេះគឺជាពាក្យកន្លឹះបងប្អូនអូខេឥឡូវយើងចូលទៅសំឡេងទី2ទាំងអស់គ្នា Number 2 G sound g g បើនៅក្នុងអក្សរខ្មែរយើងហចង្ក g អញ្ចឹងមកមើលពីចំណុចសម្គាល់ថានៅពេលណា G មានសំឡេង g ទាំងអស់គ្នាទី1 G បូកជាមួយនឹង consonant G បូកជាមួយនឹង consonant ក៏វាមានសំឡេង g ឧទាហរណ៍ example នៅក្នុងពាក្យ glad អញ្ចឹង g l នេះ consonant អក្សរ l consonant អញ្ចឹង glad glass and grow អញ្ចឹងចាំថាឲ្យតែ G បូកជាមួយនឹង consonant បែបនេះគឺ G មានសំឡេង g ឥឡូវមកមើលចំណុចទី2ដែលយើងសម្គាល់បាន G បូកជាមួយនឹង O ឬមួយក៏ G នៅមុខ O example ឧទាហរណ៍នៅក្នុងពាក្យ go goal good forgot អញ្ចឹង G បូកជាមួយនឹង O ក៏មានសំឡេង g ដែរឥឡូវមកមើលចំណុចសម្គាល់ទី3 G បូកជាមួយនឹង U ក៏មានសំឡេង g ដែរ example ឧទាហរណ៍នៅក្នុងពាក្យ gun guard ឃើញទេ GU អញ្ចឹង G មានសំឡេង g guitar and guys អញ្ចឹងមកមើលចំណុចមួយទៀត G បូកជាមួយនឹង O G បូកជាមួយនឹង A G បូកជាមួយនឹង A ក៏មានសំឡេង g ដែរឧទាហរណ៍នៅក្នុងពាក្យ game gave yoga and guy អញ្ចឹង G A មានសំឡេង g ហើយមើលចំណុចចុងក្រោយចំណុចទី5 G នៅខាងចុងពាក្យមានន័យថា G នៅខាងចុងបញ្ចប់នៃពាក្យក៏វាមានសំឡេង g ដែរ example ឧទាហរណ៍នៅក្នុងពាក្យ big dig pig and drag អញ្ចឹង G ខាងចុងបញ្ចប់នៃពាក្យគឺមានសំឡេង g សរុបសេចក្តីមក G មានសំឡេង g នៅពេលដែល G បូកជាមួយនឹង consonant ហើយនឹង G នៅខាងចុងបញ្ចប់នៃពាក្យហើយ G បូកជាមួយនឹង O G បូកជាមួយនឹង U G បូកជាមួយនឹង A G មានសំឡេង g sound ហើយនេះគឺជាពាក្យកន្លឹះបងប្អូនអូខេឥឡូវយើងចូលទៅសំឡេងទី3នៃ G ទាំងអស់គ្នាហើយនេះគឺជាសំឡេងទី3 G sound ងនៅក្នុងអក្សរខ្មែររបស់យើងយើងអាចនិយាយថាស្មើនឹងអក្សរងតែខ្ញុំចង់ឲ្យបងប្អូនចាំសំឡេងវិញង form ទម្រង់ ng មានន័យថានៅពេលដែល n នៅមួយ g គឺវាមានសំឡេងងចំណុចសម្គាល់ example ឧទាហរណ៍ singing ឃើញទេង nging singing banging dancing branding អញ្ចឹងមានសំឡេងង sound ឥឡូវមកមើលសំឡេងទី4 the silent G មានន័យថា G អត់មានសំឡេងនៅពេលដែល G នៅជាមួយ N និង G នៅជាមួយ M ចាំកន្លែងហ្នឹងអញ្ចឹង example ឧទាហរណ៍ពាក្យនេះគឺឃើញទេ GN អញ្ចឹងយើងអានថា gnome អញ្ចឹង G នេះគឺ silent វាអត់មានសំឡេងទេអញ្ចឹង null អញ្ចឹង null and design អញ្ចឹងសអាណវិញ sign design resign អញ្ចឹង G គឺ silent okay alright next example
flame flame អញ្ចឹងពាក្យនេះគឺយើងអានថា flame អញ្ចឹងអាឡែង gm នេះគឺ g silent អូខេ g អត់មានសំឡេងទេកន្លែងហ្នឹង paradigm paradigm អញ្ចឹង paradigm អញ្ចឹង g កន្លែងនេះគឺ silent អត់មានសំឡេង diaphragm diaphragm អញ្ចឹងនេះ g គឺ silent អូខេនេះគឺជាសំឡេងទី4ហើយនេះទី3អញ្ចឹងនេះគឺជាពាក្យកន្លឹះបងប្អូនអូខេឥឡូវយើងបានបញ្ចប់អក្សរ G ហើយបើសិនជាបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច Subscribe Channel YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានមេរៀនថ្មីៗរហូតទៅដល់អក្សរ Z អូខេអរគុណច្រើនបងប្អូន